ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចាសរីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះនាំអារម្មណ៍ប្រិយមិត្តមកស្គាល់នៅគ្រូពេទ្យជនជាតិបារាំងមួយរូបចាសប្រិយមិត្តស្ទើរតែទូទាំងប្រទេសខ្មែរយើងហើយគឺបានស្គាល់នៅមេរោគរបេងមេរោគរបេងគឺមានអាយុកាលរាប់ពាន់ឆ្នាំណាស់មកហើយលើផែនដីនាសម័យមុនឃាតករលាក់មុខមួយនេះបានលួចស៊ីសួតនិងឆក់យកជីវិតមនុស្សម្នាក់ក្នុងចំណោម7នាក់នៅទូទាំងសកលលោកដោយគ្មានថ្នាំព្យាបាលឡើយប៉ុន្តែប្រវត្តិសាស្ត្រវិទ្យាសាស្ត្រត្រូវបានផ្លាស់ប្ដូរជារៀងរហូតក្រោមការលះបង់ដ៏មហិមារបស់គ្រូពេទ្យជនជាតិបារាំងម្នាក់គឺលោកAlbert Calmet គាត់គឺជាអ្នកបង្កើតវ៉ាក់សាំងដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកគឺវ៉ាក់សាំង BCG ដែលទារកគ្រប់រូបទើបនឹងកើតមកសពថ្ងៃត្រូវតែចាក់នៅត្រង់ស្មាដើម្បីការពារជីវិតលោក Albert កើតនៅទីក្រុងប៉ារីសប្រទេសបារាំងគាត់មានក្តីស្រមៃចង់ក្លាយទៅជាគ្រូពេទ្យកងទ័ពជើងទឹកដើម្បីមានឱកាសធ្វើដំណើរទៅជួយសង្គ្រោះមនុស្សនៅតាមតំបន់ដាច់ស្រយាលក្តីស្រមៃមួយនេះបានរុញច្រានឲ្យលោកខិតខំប្រឹងប្រែងសិក្សាផ្នែកវិទ្យាសាស្ត្ររហូតបានក្លាយជាសិស្សដ៏ឆ្នើមរបស់លោក Swiss Pasteur ដែលជាបិតានៃមីក្រូជីវវិទ្យានៅឆ្នាំ1851លោកLouis Pasteur បានមានទំនុកចិត្តនិងចាត់តាំងឲ្យលោក Albert Calmet ធ្វើដំណើរមកកាន់តំបន់ឥណ្ឌូចិនដើម្បីបង្កើតវិទ្យាស្ថាន Pasteur ដំបូងគេបង្អស់នៅក្រៅប្រទេសបារាំងនៅក្នុងបេសកកម្មនោះលោក Calmet បានចំណាយពេលធ្វើដំណើររហូតដកឃ្លាមិនរួចនៅលើទឹកដីវៀតណាមនិងទឹកដីកម្ពុជាយើងគាត់បានស្រាវជ្រាវបង្កើតថ្នាំប្រឆាំងនឹងពឹសពោះដ៏ល្បីល្បាញព្រមទាំងសិក្សាអំពីជំងឺឆ្លងផ្សេងៗដែលកំពុងយាយីជីវិតប្រជាជនក្នុងតំបន់មុននឹងគាត់ត្រូវត្រឡប់ទៅប្រទេសបារាំងវិញដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅពេលលោក Calmet ត្រឡប់ទៅភាគខាងជើងប្រទេសបារាំងគាត់បានឃើញកម្មកររោងចក្រនិងកុមារតូចៗរាប់ម៉ឺននាក់ត្រូវក្អួតឈាមនិងស្លាប់បាត់បង់ជីវិតយ៉ាងវេទនាដោយសារជំងឺរបេងរូបភាពដ៏ខ្លោចចិត្តទាំងនោះបានជំរុញឲ្យគាត់ប្តេជ្ញាចិត្តថាត្រូវតែស្វែងរកវិធីបង្ការជំងឺនេះឲ្យខានតែបានលោក Albert Calmet រួមជាមួយនឹងគ្រូពេទ្យស្រាវជ្រាវម្នាក់ទៀតរបស់គាត់គឺលោក Camille Guérin បានចាប់ផ្ដើមការពិសោធន៍ដ៏វែងឆ្ងាយនិងទាមទារនៅភាពអត់ធ្មត់ខ្លាំងបំផុតពួកគាត់បានយកមេរោគរបេងពីសត្វគោមកធ្វើជាការបណ្ដុះនិងពង្រាវជាតិពុលរបស់វាបន្តិចម្ដងពួកគាត់បានចំណាយពេលរហូតទៅ13ឆ្នាំពេញដោយធ្វើការផ្លាស់ប្ដូរនិងបណ្ដុះមេរោគនោះម្ដងហើយម្ដងទៀតចំនួន230ដងដើម្បីឲ្យមេរោគនោះចុះទន់ខ្សោយលែងបង្កជំងឺតែអាចជំរុញឲ្យរាងកាយមនុស្សបង្កើតប្រព័ន្ធផ្សាំការពារខ្លួនបានរហូតដល់ឆ្នាំ1924វ៉ាក់សាំងប្រវត្តិសាស្ត្រនេះត្រូវបានគេយកមកប្រើប្រាស់លើមនុស្សជាលើកដំបូងបង្អស់ដោយបានសង្គ្រោះជីវិតទារកម្នាក់ដែលទើបនឹងកើតដែលម្ដាយត្រូវបានស្លាប់ដោយសារជំងឺរបេងវ៉ាក់សាំងនេះត្រូវបានគេដាក់ឈ្មោះថា BCG ប៉ុន្តែនៅពេលដែលវ៉ាក់សាំងនេះកំពុងតែផ្ដល់ក្តីសង្ឃឹមស្រាប់តែមហាសោកនាដកម្មដ៏សែនរន្ធត់មួយបានផ្ទុះឡើងនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ1930
កុមារតូចៗចំនួន240នាក់ត្រូវបានគេចាក់វ៉ាក់សាំង BCG នេះប៉ុន្តែអកុសលស្រាប់តែមានកុមារចំនួន72នាក់បានធ្លាក់ខ្លួនឈឺនិងបាត់បង់ជីវិតយ៉ាងអណោចអាធមការរិះគន់និងការចោទប្រកាន់គ្រប់ទិសទីបានធ្លាក់មកលើលោក Albert Calumet ពេញទំហឹងព្រឹត្តិការណ៍នេះបានធ្វើឲ្យលោក Calumet ធ្លាក់ខ្លួនឈឺនិងខូចចិត្តយ៉ាងធ្ងន់ធ្ងរទោះជាយ៉ាងណាក៏ដោយតាមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ការពិនិត្យត្រូវបានលាតត្រដាងថាវ៉ាក់សាំងរបស់លោក Calumet គឺមិនមានកំហុសនោះឡើយសោកនាដកម្មនេះគឺកើតចេញពីការធ្វេសប្រហែសរបស់មន្ទីរពិសោធន៍របស់ទីក្រុងនោះដែលបានធ្វើឲ្យមេរោគរបេងរស់ពិតលួចជ្រាបចូលលាយឡំទៅក្នុងដបវ៉ាក់សាំងតែប៉ុណ្ណោះទោះបីជាភាពស្អាតស្អំត្រូវបានលាងជម្រះប៉ុន្តែផ្លូវចិត្តរបស់លោក Calumet ត្រូវបានបំផ្លាញរួចជាស្រេចទៅហើយគាត់បានទទួលមរណភាពនៅថ្ងៃទី29តុលាឆ្នាំ1933នៅក្នុងទីក្រុងប៉ារីសរហូតមកដល់សប្តាហ៍ថ្ងៃនេះវ៉ាក់សាំង BCG របស់លោក Albert Calumet នៅតែជាអាវុធមានឥទ្ធិពលបំផុតដោយបានចាក់ការពារនិងសង្គ្រោះជីវិតកុមាររាប់ពាន់លាននាក់ជាពិសេសឈ្មោះរបស់លោកក៏ត្រូវបានប្រជាជនកម្ពុជាចងចាំយ៉ាងច្បាស់តាមរយៈមន្ទីរពេទ្យ Calumet ដែលជាមន្ទីរពេទ្យបង្អែកដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាជានិមិត្តរូបដល់ការរំលឹកដល់គុណូបការៈរបស់គ្រូពេទ្យដ៏អស្ចារ្យដែលបានបូជាជីវិតដើម្បីសុខុមាលភាពរបស់មនុស្សជាតិចាប្រិយមិត្តជាទីមេត្រីការរៀបរាប់ចាត្រួសតាក់ទងទៅនឹងប្រវត្តិគ្រូពេទ្យដ៏អស្ចារ្យមួយរូបចាដែលបានបង្កើតនៅវ៉ាក់សាំងរបេងក៏បានឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំពេលនេះនាងខ្ញុំក៏សូមអរគុណចាសសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយ